với ban dương ba chi dụ độc ngay nè mà thọt chết tị nè sụp đây bát bong sụp chui này nó luôn bát nhom một bát của Paul đây không một đại chơi trong bát nông cái cây vây bạn thường tới vòng hai bọc trong thôn chi nhạc ba vây thì nhà các bạn các vâyแต่บองส้มเอายังในพวกเมียนทิกสไตล์ยังปลุกพูดจำนวนมันให้หนักการนี่ยังบานเตยอยู่มันหนักการพูดได้น้องคุยนี่น้องบอยไฮตามาโรยมาพายกิโลแต่เราน้องน้องแตรนี่ย้อนอายุดอกไงให้ยังต่อจับตามบาจีของก่อนจนลองเมาส์ก็พอมาล้าตามตบรอบเยอะยังปรุงแฮตามันโหลตำรวจบอกย้อมปีมาให้ตาปีrồi 50 kg tới 30 kg បាទហើយក្រុមហ៊ុនឲ្យបងគ្រូពូជតិចជីបងមានអារម្មណ៍យ៉ាងម៉េចមានភ័យឬមួយវាការធ្វើដែលបត់ថយពូជមានបារម្ភក្នុងខ្លួនដែរតែចង់បត់ពិសោធន៍តាមក្រុមហ៊ុនលោកមើលទៅកបបាទการตีและคำกรมพลไอยังตัวพูดมา100 กิโลกรัมในตานี้แต่กรมพลมีและคำไอ้กันการรีจอมในการไอ้ตัวคือแน่นอนបាទลงការរៀបចំដីក្រុមហ៊ុនឲ្យខ្ញុំរៀបចំដីយើងជួររស់ឲ្យបានល្អហើយឲ្យបានស្មើហើយកន្លងទឹក2គីឡូមួយទៅគីឡូមួយចម្ងាយពីគ្នា6ម៉ែត្របាទហើយជ្រៅពីបាន3ទឹកក៏កាន់តែល្អបាទមានន័យថាអាស្លងទឹកយើងនេះ3ទឹកបាទ3ទឹកហើយស្លងមួយទៅស្លងមួយយើងស្រ័យយើងនេះយើងប្រហែលម៉ែត្របងពី6ម៉ែត្រទៅ7ម៉ែត្រ6ម៉ែត្រ2គីឡូមួយទៅគីឡូមួយបាទហើយស្រូវថ្ងៃនេះបានអាយុស្រូវថ្ងៃនេះមានអាយុ10ថ្ងៃហើយហើយក្រុមហ៊ុនឲ្យបានបាជីបាកបីស្រូវមួយបាទស្រូវមួយហើយថ្ងៃនេះខ្ញុំសូមជែកទៀតថ្ងៃនេះស្រូវយូរបាន10ថ្ងៃហើយក្រុមហ៊ុនបានបាច់ឲ្យបាច់ 2B ក្នុងមួយហិកតាមានន័យថា100 គីឡូក្នុងមួយហិកតាជីបាកបីស្រូវមួយបាទជីជាក់ស្ដែងយើងទៅមើលស្រូវជាមួយគ្នាទៅមើលសិនបាទនេះជាស្លងទឹកគាត់ឡើងយើងមើលតែស្រូវនេះសុំសួរមួយទៀតទម្លាប់យើងបាច់ជីវៈមួយអាយុស្រូវអាយុបានប៉ុន្មានថ្ងៃបានយើងបាច់ជាទម្លាប់អាយុបាន14ទៅ15ថ្ងៃចាប់តាមបាជីជាទម្លាប់របស់ខ្ញុំតែមកក្រុមហ៊ុនគឺអនុវត្តត្រឹម10ថ្ងៃបាទច្រើនបំផុតពី7ទៅ8 9ថ្ងៃទៅ10ថ្ងៃអស់ហើយបាទពូដឹងហេតុអ្វីបានក្រុមហ៊ុនកំណត់ឲ្យទេនេះខ្ញុំឲ្យដល់ពូមើលព្រោះអីស្រូវយើងកាន់ពីព្រុសមកបានអាយុបាន8ថ្ងៃអាក្រមកនេះមកនៅប៉ុន្តែអាយុស្រូវនេះវាបាន10ថ្ងៃហើយអាក្រមកនេះវាអស់ហើយនេះវាអស់ហើយវាអស់មានជីជាតិចិញ្ចឹមដើមវាហើយបានក្រុមហ៊ុនឲ្យបាច់ជីធម្មតាពី9ថ្ងៃដល់12ថ្ងៃតែនេះយើងគិតចំបាច់ឆ្នាំបាទអាយុនេះស្រូវយើងបាន3ថ្ងៃគាត់បានបាច់ឆ្នាំម្ដងហើយបាន2ថ្ងៃចូលទឹកហើយឥឡូវយុគស្រូវបាន10ថ្ងៃហើយយើងបាច់ជីវៈមួយបាទយើងព្រុសស្ដើងបានយើងបាច់ជីរូតព្រោះអីជាមដើមវាឆាប់បែកគុំបាទព្រោះក្រុមហ៊ុនមានលក្ខខណ្ឌក្រុមហ៊ុនព្រោះអីយើងព្រុសស្ដើងទេយើងដាក់ជីបានស្រូវនឹងការលូតលាស់វាល្អហើយវាជប់ទៅវាឆាប់បែកគុំបាទអូហើយបើគេព្រុសក្រាស់គេអត់អារម្មណ៍រឿងនេះទេបាទនេះជាប្រភេទទីក្បាល3ស្រូវមួយត្រង់ស្អាត